សួស្តីបាទជំរាបសួរពុកម៉ែបងប្អូនអតិថិជនចាស់ថ្មីទាំងអស់បាទថ្ងៃនេះខ្ញុំសវុតហើយធីមរាធីបាទសូមធ្វើការបង្ហាញចូលអ្នកទ្រាំមួយកន្លែងបាទនៅក្នុងខេត្តរតនគិរីហើយចាស់គេកំពុងដាក់លក់គឺតម្លៃល្អមែនទែនសម្រាប់បងប្អូនណាបាទនេះគឺជាបរិវេណក្នុងទីធ្លាផ្ទះតែម្ដងដែលខ្ញុំកំពុងតែធ្វើការបង្ហាញនេះក្នុងនោះគឺយើងឃើញថាមានលបងព័ទ្ធជុំវិញបាទហើយសល់ប៉ុណ្ណេះគឺដោយសារម្ចាស់គាត់ហើយអត់ចង់បិទចិត្តទេគាត់អាចដាក់ជាដែកវិញដើម្បីឲ្យមានមើលឃើញស្រួលចេញចូលណាហើយនេះគឺផ្ទះបាទផ្ទះនេះខ្ញុំចាប់មួយជ្រុងនេះហើយទីទៀតខ្ញុំនឹងបង្ហាញបងប្អូនអំពីហើយតើនៅក្នុងមានខ្លះក្នុងនេះអ្វីយើងមើលឃើញគឺបងប្អូនដីស្មើល្អបាទហើយផ្ទះមានលបងស្រាប់មានដើមឈើហូបផ្លែមានទុរេនបឺបាទស្វាយហើយទៀបបាទក្នុងបរិវេណក្បាលដីគឺ15ម៉ែត្របណ្ដោយ30ម៉ែត្រ4ជ្រុងស្មើស្អាតណាបាទហើយនេះគឺមួយជ្រុងខ្ញុំនឹងចាប់មួយជ្រុងទៀតដើម្បីបងប្អូនបានមើលលំអិតតែម្ដងទីតាំងនេះនៅជិតផ្សារបានលុងវាតែចម្ងាយតែ3000ម៉ែត្រពីផ្សារបានលុងមកទេណាបាទទីតាំងនេះណាហើយមានផ្ទះជិតខាងនេះបាទនេះខ្ញុំចាប់មួយជ្រុងទៀតគឺនេះបាទនេះលបងគាត់ណាបាទហើយផ្ទះនេះបែរមកទៅជើងណាទីតាំងផ្ទះនេះបែរមកទៅជើងបាទនេះលបងនេះបាទហើយនេះឡាដើមឈើបាទក៏ដាំហើយនោះគឺផ្ទះនេះមានទំហំ5ម៉ែត្របណ្ដោយ10ម៉ែត្របាទ5ម៉ែត្របណ្ដោយ12ម៉ែត្រគាត់ធ្វើសម្រាប់ជាលក្ខណៈជួលទេដំបូងឡើយណាហើយគាត់នៅដល់សន្និដ្ឋានគាត់ធ្វើការឡើងចោលគាត់ធ្វើចោលទៅមកវាដីកណេណាហើយបងប្អូនអាចទិញបាននៅក៏បានឬមួយអាចចង់ធ្វើកន្លែងផ្ទះជួលគាត់តបាននៅស្ពេសមកមុខនេះដល់ផ្លូវនេះគឺសល់វិញដែរមានអសល់ជាង25ម៉ែត្រដែរ20ម៉ែត្រដែរបាទជំនួសអាចពង្រីកបានហើយនេះគឺបរិវេណតែម្ដងខ្ញុំផ្ទះនេះស្អាតរបស់គេតាគេធ្វើវាផ្ទះល្វែងសម្រាប់ជួលហើយនេះខ្ញុំចាប់ជំនួយលបងបាទក្រោយនេះគាត់បិទសង្កសីសារគាត់ហើយមិនទាន់បានប្រហើយអញ្ចឹងគឺមុនវាសង្កសីអញ្ចឹងឥឡូវគាត់តែដាក់ថ្មហ្នឹងតែប្រហើយអញ្ចឹងបងប្អូនអាចទិញបានបាទហើយនេះខ្ញុំមកមួយជ្រុងទៀតជ្រុងនេះខ្ញុំឈរនៅខាងកើតផ្ទះហ្នឹងជ្រុងខាងកើតជាងត្បូងបាទខ្ញុំចាប់ទៅអញ្ចឹងបាទនេះបងប្អូនណានេះគឺផ្ទះគាត់បាទផ្ទះបាទនេះបាទនេះគឺជ្រុងខ្ញុំចាប់មួយជ្រុងទៀតសម្រាប់ឲ្យបងប្អូនមើលដល់សូមជម្រាបថាផ្ទះនេះបែរមុខទៅជើងបែរមុខទៅជើងណាហើយផ្លូវចូលមកគឺទំហំ10ម៉ែត្រជាផ្លូវក្នុងដែរទេផ្ទះនេះនៅបងប្អូនចូលចិត្តនៅតំបន់ស្ងាត់ណាហើយតែសម្រាប់អ្នកធ្វើការឬមួយអ្នករស់ស៊ីដែលគាត់ឬមួយអ្នកដែលមកធ្វើការនៅក្នុងក្រុមហ៊ុនស្ថាប័នរដ្ឋអីអាចពិចារណាទីតាំងនេះបានស្ងប់ស្ងាត់ស្រួលហើយបងប្អូនទិញហើយគាត់តែកែបន្តិចគឺអូខេហើយបាទអស់តែពិចារណា5000ទៀតហ្នឹងគឺស្អាតហ្មងនេះយើងកែទី1នេះទីធ្លានេះបាទសម្អាតស្មៅដាក់ថ្មឬមួយចាក់អីចឹងទៅហើយផ្ទះយើងលាបថ្នាំបន្តិចមកបាទហើយមាន2បន្ទប់បាទ2បន្ទប់បងប្អូនណាអញ្ចឹងហើយឱកាសហើយតម្លៃថ្លៃធ្នូគឺថោកមែនទេដោយសារវាមុនវាចូល4-5ម៉ឺនហើយឥឡូវម្ចាស់គេដាក់តែ30000នេះបាទ30000កន្លះនេះអញ្ចឹងហើយឱកាសមួយណាដោយសារស្ថានភាពទាំងអស់គ្នាដឹងហើយរាល់ថ្ងៃនេះវាមានស្ថានភាពពិបាកបន្តិចអញ្ចឹងការលក់ដូរក៏វាពិបាកអញ្ចឹងនេះខ្ញុំឈរពីផ្ទះទៅខ្ញុំថតពីមុខផ្ទះគាត់វិញម្ដងបាទនេះហើយនោះគឺឃ្លាំងផ្ទះគេហើយឃ្លាំងដាក់ទឹកស្តុកទឹកសុទ្ធដែរបាទអញ្ចឹងធ្វើឃ្លាំងក៏បានកន្លែងនេះវានៅក្នុងឃ្លាំងហ្នឹងឃ្លាំងនេះល្អហ្មង15ម៉ែត្រហើយ30ម៉ែត្រហើយមានផ្ទះបន្តិចទៀតនេះអេមហ្មងបាទអេម
នេះថតក្នុងតែម្ដងបាទនេះបងប្អូនណាអូខេចឹងបងប្អូនមានបំណងចង់បានផ្ទះស្រាប់ស្នាក់នៅឬមួយក៏ចាំមកធ្វើការចង់បានផ្ទះសម្រាប់រស់នៅអីអាចមកចារណាទីតាំងមួយនេះអត់ងាយមានបងប្អូនយូរមានម្ដងឯបាទតម្លៃក៏ល្អដីក៏ធំបាទហើយមានផ្ទះស្រាប់ហើយអ្វីដែលមិនទាន់នេះគឺគាត់ថាគាត់ទីធ្លាផ្ទះនេះគាត់មិនទាន់បានធ្វើអីស្អាតហ្នឹងយើងមកយើងកែច្នៃបន្តិចអូអេបហ្មងអញ្ចឹងបាទចឹងបងប្អូនអាចចារណាទៅបាទនេះហើយខ្ញុំថតផ្ទះបាទផ្ទះនេះធ្វើ2ឆ្នាំកន្លះទេផ្ទះនេះព្រោះខ្ញុំនៅខ្ញុំដឹងទៀតថាខ្ញុំធ្លាប់ស្គាល់ម្ចាស់គាត់ផ្ទាល់ហើយខ្ញុំតែងតែមកលេងណាលេងណាអញ្ចឹងគាត់ថាខ្ញុំជាភ្នាក់ងារការទិញលក់ជួលហ្នឹងគឺខ្ញុំគាត់ឲ្យខ្ញុំជួយទៅទីផ្សារឲ្យបាទដើមឈើត្រេនធំហ្នឹងបាទចឹងបងប្អូនមានបំណងចង់ចាប់អារម្មណ៍ទីតាំងនៅហើយពិសេសបងប្អូននៅខាងខេត្តក្រោមហើយចង់មករស់ស៊ីនៅទិសឦសានខេត្តរតនគិរីហ្នឹងខ្ញុំចែករំលែកនៅទីតាំងនេះមួយបាទសម្រាប់បងប្អូនយើងណាបងប្អូនដែលមានបំណងចង់ចាប់អារម្មណ៍បាទអាចទំនាក់ទំនងមកខ្ញុំតាមលេខ070 35 52 25បាទឬមួយ097 735 5225បាទខ្ញុំនឹងនាំបងប្អូនមើលជាក់ស្ដែងណាក្នុងទីតាំងនេះតែម្ដងអញ្ចឹងវាជាឱកាសឲ្យបងប្អូនណាបាទឱកាសឲ្យចែករំលែកបងប្អូនបាទអញ្ចឹងអត់មានអីច្រើនទេគឺបងប្អូនអាចទំនាក់ទំនងមកព្រោះមានលម្អិតទាក់ទងតម្លៃហើយនឹងទីតាំងនៅក្នុងតំបន់នេះបាទសូមអរគុណ